នេះឬចរិតរបស់ប្រទេសអ្នកមានដែលពីមុនប្រមាថមើងងាយកម្ពុជាយើងថាក្រកន្លះប្រទេសបើអត់ទំនិញរបស់ថៃច្បាស់ជាស្លាប់ជាក់ជាមិនខាននោះទេប៉ុន្តែឥឡូវឮដំណឹងមកថារដ្ឋាភិបាលចាំសម្បុកលោកអានូទីនត្រៀមរៀបចំឯកសារដើម្បីប្តឹងទៅសមាគមអាស៊ានជុំវិញបញ្ហាដែលពលរដ្ឋកម្ពុជារបស់យើងពហិការឈប់ប្រើប្រាស់និងរើសអើងទំនិញផលិតផលថៃទៅវិញដល់ពេលអញ្ចឹងពេកទៅចង់តែរត់ឲ្យផុតផែនដីទេខ្ញុំមិនដឹងថាពូជសៀមមួយនេះជាពូជអ្វីឲ្យពិតប្រាកដនោះទេរឿងអីក៏នឹកឃើញធ្វើដែរក្រែងពីមុនអ្នកឯងសម្ដីលយអួតក្អេងក្អាងគំរាមកម្ពុជាគំរាមបិទភ្លើងគំរាមបិទអ៊ីនធឺណិតគំរាមការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងហ្គាសចង់បញ្ចប់អ្នកឯងគំរាមធ្វើសង្គ្រាមប៉ុន្តែកម្ពុជាមិនធ្វើសង្គ្រាមជាមួយនឹងអ្នកឯងនោះទេហើយកម្ពុជាក៏ចង់ផ្ដាំទៅអ្នកឯងដែរថាអ្នកឯងជាអ្នកចាប់ផ្ដើមមុនគឺបើកការឈ្លានពានវាយប្រហារយ៉ាងសាហាវព្រៃផ្សៃមកលើទឹកដីកម្ពុជាហើយបានបិទច្រកព្រំដែនទាំងអស់ភ្លាមហើយកម្ពុជាគ្រាន់តែឆ្លើយតបការពហិការផលិតផលថៃតែប៉ុណ្ណឹងសោះសេដ្ឋកិច្ចថៃដួលហើយលែងលឺទៅហើយនេះសបញ្ជាក់ឲ្យឃើញថាកម្ពុជាគឺជាដង្ហើមសេដ្ឋកិច្ចដ៏ធំរបស់ថៃអញ្ចឹងបងប្អូនកម្ពុជារបស់យើងមិនពិបាកយល់នោះទេសូមបន្តពហិការផលិតផលចៅសៀមបន្តទៀតព្រោះសម្ដេចពុកបានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាដាច់ខាតមិនទៅសុំភាគីថៃបើកច្រកព្រំដែនទាំងអស់ឡើងវិញនោះទេចង់អ្នកឯងបិទមួយជីវិតក៏បិទទៅ